ក្រោយបុណ្យសទ្ធាប្រកួតចាញ់បាត់បង់ប្រាក់40លានរៀលរូបគេបានបង្ហោះសារចាក់ដោតជាបន្តបន្ទាប់ដែលមាន fan ចូលទៅ comment បែបនេះបន្ទាប់ពីប្រកួតចាញ់បាត់បង់ប្រាក់40លានរៀលមិនបានសម្រេចដោយបំណងមកកីឡាករបុណ្យសទ្ធាបានបង្ហោះសារនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ថាបើគ្មានសមត្ថភាពកុំសង្ឃឹមគេជួយខំប្រឹងគ្មានអ្នកណាម្នាក់ស្គាល់ពីសភាពការជីវិតរបស់យើងច្បាស់ជាងយើងខ្លួនឯងទេពេលជួបបញ្ហាគ្មានអ្នកណាមកប្រឈមជំនួសអ្នកទេបើអ្នកមិនរឹងប៉ឹងអ្នកនឹងចាញ់មិនថាគេជួយយើងច្រើនប៉ុណ្ណាទេត្រូវចាំថាបើយើងមិនរឹងមាំគ្រប់គ្រាន់ទេពិបាកកិច្ចផុតបញ្ហាណាស់តោះបន្តទៅមុខទៀតថ្ងៃមុនបរាជ័យថ្ងៃនេះបរាជ័យថ្ងៃក្រោយបរាជ័យទៀតក៏មិនអីដែរខំប្រឹងហើយបើនៅតែចាញ់ក៏អស់ចិត្តខំហើយនៅតែក្រក៏ល្អមើលដែរមិនអាចរកក្តីស្រមៃបានខំប្រឹងបន្តទៀតថ្ងៃមុនយើងបរាជ័យថ្ងៃនេះបរាជ័យថ្ងៃក្រោយក៏មិនប្រកាសបរាជ័យទៀតដែរខំប្រឹងបន្តទៀតស៊ូទៀតប្រកួតដណ្ដើមខ្សែក្រវ៉ាត់11ជោគជ័យ4ដងអត់7ដងខំប្រឹងបន្តទៀតសូមទោសលោកគ្រូដែលខ្ញុំមិនអាចរកភាពជោគជ័យជូនលោកគ្រូបានដូចមុនទៀតទេអរគុណលោកគ្រូគ្រួសារបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើអស់ពីសមត្ថភាពនិងកម្លាំងកាយចិត្តអស់ហើយការខំប្រឹងតស៊ូខ្ញុំមួយរយៈនេះធ្វើបានតែប៉ុណ្ណឹងថ្ងៃទី18ខែមករាឆ្នាំ2026វគ្គផ្ដាច់ព្រាត់នៅ PNN បុណ្យសទ្ធានិងយ៉ាស៊ីនចាញ់ពិន្ទុជើងឯករងបាន12លានស្មើនឹង$3000គ្រាន់តែឃើញកីឡាករបុណ្យសទ្ធាបង្ហោះបែបនេះមាន fan មួយចំនួនចូលទៅ comment ថាស៊ូប្អូនកីឡាតែងតែមានឈ្នះមានចាញ់ជាធម្មតាពាក្យថាឡើងលើរែងវាមិនដែលថិតថេរទេគេក៏ហាត់យើងក៏ហាត់ដូចគ្នាបើក្រៅពីប្អូនប្រហែលមិនដល់ចាប់ទឹកទេស៊ូទៅមុខបន្តទៀតបងក៏បានទៅមើលផ្ទាល់ដែរកុំបាក់ទឹកចិត្តអីប្អូនគេក្មេងកម្លាំងខ្លាំងជាងហើយរហ័សជាងគេបានតែឈ្នះពិន្ទុទេมันអាចវាយយើងឲ្យសន្លប់បានទេបានប៉ុណ្ណឹងចាត់ទុកថាល្អហើយស៊ូបន្តបើខ្ញុំជាចៅក្រមខ្ញុំនឹងឲ្យសុធាឈ្នះពីព្រោះយើងវាយចេញធ្ងន់ប៉ុន្តែជាអកុសលខ្ញុំមិនមែនជាចៅក្រមដាក់ពិន្ទុស៊ូបន្តទៀតអ្នកខ្លះថាចំណុចខ្វះខាតគឺដើរចូលតែអត់ចេញអាវុធចូលត្រូវបើយើងចូលបណ្ដាចេញអាវុធបណ្ដាគូប្រកួតមិនអាចវាយចូលយើងងាយទេគួរកែប្រែដើម្បីជោគជ័យប្អូនធ្វើបានល្អហើយតម្រង់វាយដោយការខិតខំអស់ពីកម្លាំងកាយចិត្តមិនធ្វើឲ្យអ្នកគ្រប់គ្រងខកបំណងជូនពរបានជោគជ័យក្នុងពេលខាងមុខទៀតរីឯអ្នកខ្លះថាស៊ូល្អហើយតែនៅយឺតបន្តិចហើយម្យ៉ាងទៀតគួរតែរៀនទាត់និងម៉ាត់បន្ថែមផងកុំចាំតែចូលវាយកែងមួយមុខអញ្ចឹងឈប់សងសឹកយ៉ាស៊ីនទៅ10ដងទៀតក៏ទៅមិនរួចនឹងគេដែរថ្ងៃមើលទៅចាញ់គេទាំងអស់ទាំងក្បាច់ទាំងកម្លាំងព្រោះយ៉ាស៊ីនកាយសម្បទាកម្លាំងស៊ូគេល្អចង្វាក់វាយរឹងល្អក្បាច់គ្រប់គ្រឿងដោយសែនរ៉ាដេតក៏នៅតែពិបាកចាញ់ឈ្នះស៊ូបន្តទៀតចាញ់ឬឈ្នះជារឿងសំខាន់តែអ្វីដែលកាន់តែសំខាន់ជាងការចាញ់ឈ្នះគឺប្រកួតអស់ពីសមត្ថភាពគូនេះល្អមើលចុះបងប្អូនយល់យ៉ាងណាដែរការលើកឡើងរបស់កីឡាករបុណ្យសុធានិង fan មួយចំនួនបែបនេះសូមចូលរួម comment និង share តាមការគួរ